ជំរាបសួរលោកវិជ្ជបណ្ឌិតចាតើពាក្យថាវីតាមីនមានន័យយ៉ាងដូចម្ដេចដែរទៅបាទវីតាមីនបានស្អីថាជីវជាតិមួយដែលមាននៅក្នុងម្ហូបអាហារយើងម្ហូបអាហារដូចជាសាច់ដូចជាបន្លែផ្លែឈើត្រីដូចជាពងមាន់ជាដើមទាំងអស់ហ្នឹងមានជីវជាតិជួយជីវិតយើងឲ្យមានសុខភាពល្អគឺជាជីវជាតិមួយយ៉ាងអត់មានកាឡូរីទេក៏ប៉ុន្តែបើយើងខ្វះធ្វើឲ្យយើងមានជំងឺបាទតើវីតាមីននេះវាអាចតាក់ទងនឹងការលូតលាស់របស់កុមារឬរបស់ខ្លួនប្រាណមនុស្សទីទូទៅដែរឬទេចា៎បាទតាក់ទងណាបាទតាក់ទងនឹងសុខភាពតាក់ទងនឹងការលូតលាស់ផ្នែកខាងឆ្អឹងផ្នែកខាងខួរក្បាលផ្នែកខាងសរសៃផ្នែកខាងស្បែកគឺថាទាំងអស់តាំងពីសក់ក្បាលឬមួយកញ្ចក់ឬមួយស្បែកយើងអញ្ចឹងដែរបើសិនជាខ្វះទាំងអស់ហ្នឹងអត់លូតលាស់ទេបាទហើយធ្វើបណ្ដាលឲ្យយើងឈឺទៅទៀតផងបាទតើវីតាមីនដែលមានប្រភេទជាច្រើននោះមានលក្ខណៈខុសគ្នាយ៉ាងណាខ្លះហើយគេអាចសម្គាល់មនុស្សម្នាក់ឬកុមារម្នាក់ដែលខ្វះវីតាមីនបានយ៉ាងដូចម្ដេចទៅចា៎បាទអាហ្នឹងតើខ្ញុំធ្វើសង្ខេបពីដើមទីមកគឺថាយើងចែកជាពីរក្រុមទី1គឺជាវីតាមីនដែលអាចរលាយចូលជាមួយនឹងប្រេងឬខ្លាញ់គឺមានវីតាមីន A វីតាមីន D វីតាមីន E និងវីតាមីន K ហើយវីតាមីនក្រុមទី2គឺថាវីតាមីនវារលាយចូលជាមួយនឹងទឹកគេហៅថាអ៊ីដ្រូសូលីមគឺវីតាមីន B និងវីតាមីន C បាទយើងចែកជាពីរក្រុមអញ្ចឹងដើម្បីឲ្យស្រួលយល់បាទចា៎ហើយទាំងអស់សរុបទាំងអស់ទៅវីតាមីនទាំងអស់មាន13បាទមាន13គឺថាវីតាមីន A D E K អានឹងក្រុមទី1គឺថាក្រុមវាចូលរលាយជាមួយនឹងខ្លាញ់ក្រុមទី2មាន9ទៀតវីតាមីន B មាន8ហើយនិងវីតាមីន C បាទពីរក្រុមហ្នឹងគឺថាចែកគ្នាដាច់ណាឥឡូវខ្ញុំសូមជម្រាបពីវីតាមីន A មុនគេណាចាសូមជើញវីតាមីន A វាមាននៅក្នុងថ្លើមដូចជាថ្លើមគោថ្លើមជ្រូកជាដើមនៅក្នុងសាច់នៅក្នុងពងមាន់ឬមិនចឹងទេនៅក្នុងការ៉ុតឬមួយក៏បន្លែផ្លែឈើណាដែលមានពណ៌ក្រហមគេហៅថា carotenoid អាហ្នឹងកាលណាយើងញ៉ាំទៅខ្លួនយើងវាអាចច្នៃប្រេវីតាមីន A ទៅជាវីតាមីន A បាទហើយកាលណាបើយើងខ្វះតើវាចេញជាសញ្ញារោគអីបើខ្សិនណាយើងខ្វះក្មេងឬមនុស្សចាស់ដែលខ្វះវីតាមីន A ហ្នឹងខ្វះដោយសារឬមួយមានម្ហូបអាហារញ៉ាំមិនគ្រប់គ្រាន់ឬមួយយើងញ៉ាំគ្រប់គ្រាន់ដែរតែវាអត់ជ្រាបចូលក្នុងខ្លួនយើងមកស្រីយើងញ៉ាំទៅយើងបត់ជើងមកចេញទៅវិញអស់បាទអានឹងសម្រាប់អ្នកដែលខ្នាដែលឈឺពោះវៀនញ៉ាំទៅអត់មានចូលក្នុងខ្លួនវាចេញទៅវិញអស់បាទអានឹងបានស្អីថាបើខ្វះវីតាមីន A អ្នកនោះឯងច្រើនតែងងឹតភ្នែកបាទដូចនៅស្រុកយើងពីដើមពេលដែលខ្សត់ចំនួនពលពតជាដើមគាត់ថាគ្នាអត់មានអីញ៉ាំក្មេងថ្ងៃអញ្ចឹងមើលឃើញធម្មតាដល់ល្ងាចក៏ណាថ្ងៃលិចទៅមើលអីលែងឃើញគេហៅថាខ្វាក់មាន់ចាខ្វាក់មាន់ចាខ្វាក់មាន់គេថាល្ងាចយប់ទៅមើលអីលែងឃើញងឹតឈឹងហ្មងបាទអាហ្នឹងហើយខ្វះវីតាមីន A បាទហើយមិនត្រឹមតែប៉ុណ្្នឹងទេវីតាមីន A ធ្វើឲ្យគ្នានឹងថ្ងៃក្រោយទៅដំបៅភ្នែកឬក៏ខ្វាក់តែម្ដងបាទហើយមនុស្សសោតទៀតគេថាអ្នកខ្លាំងឈឺស្បែកគ្នាឡើងប្រេះបែកកាហែងហើយអត់សះជាទៅវិញទេហើយធាត់ធំក៏អត់ធាត់ធំទៀតនៅក្រិនហើយគ្នាចិត្តខ្សោយអស់កម្លាំងឈឺក្បាលអាហ្នឹងគឺថាខ្វះវីតាមីន A ដូច្នេះដើម្បីជួយគ្នាឲ្យមានវីតាមីន A នឹងគ្រប់គ្រាន់ឡើងវិញធំបំផុតឲ្យមានម្ហូបអាហារញ៉ាំគ្រប់គ្រាន់ញ៉ាំច្រើនជាងគេគឺថ្លើមគឺថាថ្លើមមាន់ថ្លើមទាថ្លើមជ្រូកតែហ្នឹងហាន់គ្នាញ៉ាំច្រើនទៅឬមួយមិនចឹងទេនៅក្នុងបន្លែផ្លែឈើណាបន្លែផ្លែឈើក៏សម្បូរដែរហើយមិនចឹងទេនៅក្នុងពងមាន់ឲ្យញ៉ាំគ្រប់គ្រាន់ចឹងទៅគ្នារស់ឡើងស្រួលឡើងវិញហ្នឹងបាទចូលវីតាមីន D មាននៅក្នុងម្ហូបអាហារដូចគ្នាចឹងដែរប៉ុន្តែធំបំផុតខ្លួនយើងឆ្នៃវីតាមីន D នៅលើស្បែកពេលណាស្បែកយើងត្រូវថ្ងៃបាទប៉ុន្តែយើងចេញឲ្យប៉ះថ្ងៃគឺថាមួយថ្ងៃបានទៅប៉ះថ្ងៃតែ20មីនិតគឺថាយើងមានវីតាមីន D គ្រប់គ្រាន់ណាបាទចាអានេះដែលតាក់ទងនឹងការលូតលាស់របស់ឆ្អឹងខ្លាំងមែនទេចាបើសិនជាខ្វះវីតាមីន D ហ្នឹងគឺថាក្មេងអត់លូតលាស់ទេបាទក្រិននៅទៀបតូចហើយមិនត្រឹមតែប៉ុណ្្នឹងគឺថាឆ្អឹងវាវយថែមទៅទៀតបាទឆ្អឹងនៅដើមទ្រូងលើឆ្អឹងជំនីវាប៉ោងឆ្វេងប៉ោងស្ដាំអញ្ចឹងទៅហើយដំណើរគ្នាអត់ត្រង់ដូចគេទេបាទចានេះមានតាក់ទងនឹងបញ្ហាដែលគេថាទ្រូងមាន់ហ្នឹងដែរឬទេចាបាទរបៀបអញ្ចឹងបាទទ្រូងមាន់ឆ្អឹងយើងវាអត់ធម្មតាឆ្អឹងទូចខាងក្រោមធំខាងលើអញ្ចឹងទៅឡើងប៉ោងមកជាហៀងអញ្ចឹងបាទនឹងគេថាទ្រូងមាន់អាហ្នឹងមនុស្សខ្វះវីតាមីន D បាទវីតាមីន D សម្បូរជាងគេនៅក្នុងថ្លើមអញ្ចឹងដែរក្នុងសាច់បន្លែផ្លែឈើហើយជាពិសេសគឺថាឲ្យគ្នាចេញប៉ះ
ត្រូវថ្ងៃឲ្យញឹកញាប់បាទចាចំពោះចំណុចហ្នឹងនាងខ្ញុំគិតថានៅស្រុកខ្មែរយើងប្រហែលជាគ្មានបញ្ហាទេដោយសារតែយើងមានសម្បូរថ្ងៃច្រើនបាទខ្វះថ្ងៃមិនខ្វះទេរឿងថ្ងៃនៅស្រុកខ្មែរប៉ុន្តែខ្វះក្នុងម្ហូបអាហារបាទព្រោះវាមានពីរគឺថាឬមួយទៅប៉ះថ្ងៃឬមួយទៅម្ហូបអាហារបាទអាហ្នឹងចុះតើបញ្ហាលាបថ្នាំវីតាមីនបន្ថែមនោះតើមានប្រយោជន៍ដែរឬទេចាប្រយោជន៍ប្រយោជន៍បើជួនកាលយើងញ៉ាំខំឲ្យញ៉ាំគ្រប់ដែរតែញ៉ាំចូលទៅក្នុងខ្លួនយើងអ្នកខ្លះគ្នាឈឺកាពះអ្នកខ្លះគ្នាឈឺពោះវៀនញ៉ាំម្ហូបអាហារទៅវាអត់បានយកទៅប្រើគ្រប់គ្រាន់ទេវាបត់ជើងមកចេញមកវិញអស់ដូច្នេះយើងត្រូវឲ្យជំនួយជាថ្នាំដូចជាគេហៅថា Ville de Foie de Moreuil ក្នុងថ្លើមត្រី Moreuil នោះមានក្នុងខ្លាញ់វាហ្នឹងគេថាមានវីតាមីន D ច្រើនណាស់បាទឲ្យលេបមួយថ្ងៃមួយគ្រាប់ទៅជួយឲ្យបានវីតាមីន D គ្រប់គ្រាន់នៅក្នុងខ្លួនយើងបាទចុះបើសិនជាយើងក្នុងករណីមួយបើយើងនិយាយបញ្ច្រាស់ត្រឡប់មកវិញអ្នកដែលខ្លះបរិភោគជាតិវីតាមីននោះច្រើនជ្រុលតើអាចមានបញ្ហាដល់សុខភាពវិញដែរឬទេចាវីតាមីនខ្លះអត់មានបញ្ហាអីទេកាលណាយើងលើសច្រើនទៅខ្លួនយើងបញ្ចេញមកតាមទឹកនោមនិងតាមនៅលំចេញមកវិញអស់វាធ្វើគេហៅថា auto regulation ចេញអស់ប៉ុន្តែវីតាមីនខ្លះទៀតដែលគេហៅថាវីតាមីនវាយកទៅស្តុកគេនៅក្នុងថ្លើមមួយខណៈលើសខ្លាំងពេកដូចជាវីតាមីន A ជាដើមគេដែរកាលណាយើងញ៉ាំទៅបើវាលើសដូរខ្លាំងពេកហើយយើងម្ហូបអាហារគ្រប់គ្រាន់ហើយប៉ុន្តែឲ្យញ៉ាំថ្នាំវីតាមីន A ថែមទៀតគ្រាន់តែលើសច្រើនពេកទៅធ្វើឲ្យយើងឈឺក្បាលធ្វើឲ្យយើងវិលមុខធ្វើឲ្យយើងហត់ធ្វើឲ្យយើងចង់ខួតចង្អោរបាទមិនមានគ្រោះថ្នាក់ដល់ស្លាប់ទេក៏ប៉ុន្តែធ្វើឲ្យយើងមានសញ្ញារោគផ្ទុយពីសុខភាពល្អទៅវិញបាទចុះវីតាមីន E ហ្នឹងគេថាជួយភាគច្រើនគឺខាងស្បែកបាទជួយខាងស្បែកហ្នឹងគឺធ្វើឲ្យយើងស្បែកមានលូតលាស់ល្អគ្មានជំងឺស្បែកគ្មានចេញកមរមាស់គ្មានអេកស៊ីម៉ាហើយវីតាមីន E ហ្នឹងចូលទៅក្នុងគេហៅថា les antioxydants ដែរជួយឲ្យយើងមិនចាស់ឆាប់ពេកធ្វើឲ្យសុខភាពយើងនៅក្មេងបានយូរហើយយើងជួយកម្ចាត់ជាតិពុលក្នុងខ្លួនយើងហើយបើសិនណាជាខ្វះវីតាមីន E គឺស្បែកយើងអត់ល្អទេស្បែកយើងឡើងប្រេះយើងបែកសកាយើងចេញកមរមាស់ញឹកញាប់ណាបាទវីតាមីន E បាទចាហើយចុះវីតាមីន E នេះយើងអាចរកឃើញបាននៅក្នុងម៉ោះចំណីអាហារបែបណាខ្លះដែរទេចាដូចមាននៅក្នុងសពគ្រប់ចំណីអាហារសាច់ពងមាន់មាននៅក្នុងបន្លែមាននៅក្នុងផ្លែឈើណាប៉ុន្តែបើខ្វះយើងញ៉ាំមិនគ្រប់គ្រាន់យើងអាចខ្វះហើយយើងអាចលេបថ្នាំវីតាមីន E នោះមកគ្រប់បាទអានឹងជួយជាជំនួយមិនឲ្យមានជំងឺស្បែកបាទចាចំពោះបន្លែផ្លែឈើនោះគឺមិនខាបន្លែផ្លែឈើណាជាផ្លែឈើណាទេឲ្យតែជាផ្លែឈើបន្លែដូចបន្លែផ្លែឈើស្រុកខ្មែរយើងក៏សុទ្ធតែជាមានសម្បូរណាស់វីតាមីន E នៅស្រុកខ្មែរយើងមានស្ទើរតែគ្រប់នៃផ្លែឈើជាពិសេសផ្លែឈើដែលមានពណ៌ក្រហមដូចជាស្វាយដូចជាល្ហុងជាដើមហ្នឹងសម្បូរវីតាមីន E ណាបាទមួយទៀតគឺថានៅក្នុងក្រុមជាមួយគ្នាដែរហ្នឹងគឺថាវីតាមីន K ហ្នឹងគាត់ថាជាជំនួយមួយឲ្យដល់ឈាមយើងកុំឲ្យវារាវជួយជំនួយឈាមយើងឲ្យកកបានស្គាល់ថាពេលណាយើងមុតដៃមុតជើងមកឈាមហ្នឹងវាមិនហូររហូតទេបាទបើខ្វះវីតាមីន K ហ្នឹងគាត់តែមុតដៃបន្តិចមុតបលាបន្តិចហ្នឹងឈាមយើងចេះតែហូរមកអត់ជប់ឬមួយគាត់តែដុសធ្មេញទៅចាញ់ធ្មេញយើងមានរបួសបន្តិចហ្នឹងចេះតែឈាមរិញមកអត់ជប់ទេបាទគឺថាអាហ្នឹងហើយខ្វះវីតាមីន K ដោយសារយើងមានពេលវេលាកំណត់ដូច្នេះនាងខ្ញុំសូមថ្លែងអំណរគុណលោកវិជ្ជបណ្ឌិតឡូគឹមសុងតែត្រឹមនេះ